ឆ្នោតសភាដែលត្រូវកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានត្រូវប្រកាសនិងពន្យាពេលជាច្រើនដងតាំងពីពេលដែលព្រះបាទនរោត្តមសីហនុទ្រង់បានដាក់រាជសម្បត្តិប៉ុន្តែនៅទីបំផុតនៅថ្ងៃ11កញ្ញាឆ្នាំ1955ដដែលនោះការបោះឆ្នោតនោះក៏បានចេញជារូបរាងប៉ុន្តែម្ដងនេះគណៈបកប្រជាធិបតេយ្យដែលមានបេក្ខជនចំនួន91រូបដោយចលនាសង្គមរាស្ត្រនិយមដែរបានចុះឥទ្ធិពលយ៉ាងខ្លាំងរីឯយុទ្ធនាការឃោសនាការបោះឆ្នោតក៏មានលក្ខណៈខុសពីធម្មតាទៀតគឺគណៈបកនានាពុំសូវនិយាយឲ្យបានច្បាស់លាស់អំពីកម្មវិធីនយោបាយរបស់គេទេចលនាសង្គមរាស្ត្រនិយមផ្អែកជាពិសេសទៅលើការទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រខ្មែរខាងគណៈបកប្រជាធិបតេយ្យនោះវិញគេនាំគ្នាធ្វើការវាយប្រហារទៅលើរបបរាជានិយមតែម្ដងជាហេតុធ្វើឲ្យលោកកេងវ៉ាន់សាក់ដែលជាអ្នកពូកែខាងវោហានិងលោកសរិនតុងត្រូវនគរបាលចាប់យកទៅឃុំឃាំងនៅក្នុងឱកាសនៃយុទ្ធនាការបោះឆ្នោតនោះមានព្រឹត្តិការណ៍មួយដ៏ចម្លែកលោកកេងវ៉ាន់សាក់បានត្រូវគេប៉ុនប៉ងបាញ់សម្រាប់ប៉ុន្តែគ្រាប់កាំភ្លើងបានទៅត្រូវចំអ្នកបើកបររថយន្តរបស់លោកសំសុងហ្វែណាំងដេសទៅវិញការប៉ុនប៉ងនោះបានត្រូវគេទម្លាក់ទោសទៅលើអ្នកដឹកនាំចលនាសង្គមរាស្ត្រនិយមប៉ុន្តែបើតាមលោកកេងវ៉ាន់សាក់លោកមានការសង្ស័យទៅលើរូបលោកស៊ិនងុកថាន់ទៅវិញលោកស៊ិនងុកថាន់ជាគូប្រជែងម្នាក់ដ៏សំខាន់របស់លោកកេងវ៉ាន់សាក់នៅក្នុងគណៈបកប្រជាធិបតេយ្យទោះជាយ៉ាងណាក្តីរឿងនេះស្ថិតនៅក្នុងភាពអាថ៌កំបាំងរហូតមកទល់សព្វថ្ងៃនេះប្រការដែលគួរឲ្យកត់សម្គាល់គឺថានៅពេលនោះលោកកេងវ៉ាន់សាក់ដែលបានជាប់បរិញ្ញាបត្រទស្សនវិជ្ជានៅសាកលវិទ្យាល័យ Sorbonne ប្រទេសបារាំងជាអ្នកប្រជាធិបតេយ្យម្នាក់ដែលមានឥទ្ធិពលខ្លាំងព្រោះលោកមានទេពកោសល្យខ្ពស់ក្នុងការចេះរកចំណុចខ្សោយនៃរបបរាជានិយមប៉ុន្តែពួកអ្នកធ្វើការឃោសនាឲ្យគណៈបកប្រជាធិបតេយ្យមានជាអាចលោកកេងវ៉ាន់សាក់ដែលបាននិយាយប៉ះពាល់ដល់របបរាជានិយមបានត្រូវរដ្ឋអំណាចចាប់យកទៅដាក់ឃុំឃាំងទាំងអស់គឺដោយសំអាងទៅលើមាត្រា297និង301នៃក្រមព្រហ្មទណ្ឌគឺច្បាប់ដែលមាននៅសល់តាំងពីឆ្នាំ1912មកហើយដែលហាមដាច់ខាតមិនឲ្យប៉ះពាល់ដល់របបរាជានិយមគណៈបកនយោបាយដែលចូលរួមក្នុងការបោះឆ្នោតសភានាថ្ងៃ11កញ្ញាឆ្នាំ1955នោះមានចំនួនទាំងអស់8គណៈបករួមបញ្ចូលទាំងចលនាសង្គមរាស្ត្រនិយមផងដែរចលនាសង្គមរាស្ត្រនិយមដែលមានព្រះឆាយាល័ក្ខណ៍សម្ដេចនរោត្តមសីហនុជាសញ្ញាសម្គាល់បានទទួលសន្លឹកឆ្នោតច្រើនជាងគេបង្អស់គឺ83%ព្រោះនគរបាលបានធ្វើការគៀបសង្កត់ឥត្រាប្រណីទៅលើគណៈបកផ្សេងទៀតគណៈបកប្រជាធិបតេយ្យដែលមានរូបក្បាលដំរីជាសញ្ញាសម្គាល់បានតែ12%ប៉ុណ្ណោះគណៈបកប្រជាជនដែលមានរូបនង្គ័លជាសញ្ញាសម្គាល់បាន4%ក្រៅពីនោះគណៈបក5ទៀតដូចជាគណៈបកសេរីភាពគណៈបកហនុមានគណៈបកខ្មែរឯករាជ្យគណៈបកពលករខ្មែរនិងគណៈបកអ្នកឯករាជ្យប្រមូលសម្លេងបូកចូលគ្នាបានត្រឹមតែ1%ប៉ុណ្ណោះសូមកត់សម្គាល់បន្ថែមថាគណៈបកសេរីភាពដែលនៅពេលនោះមានលោកនាយផ្លែងជាអ្នកដឹកនាំបានកំណត់យកប្រាសាទអង្គរវត្តជាសញ្ញាសម្គាល់គណៈបកហនុមានរបស់លោកយ៉ែមសម្បូរមានរូបហនុមានជាសញ្ញាសម្គាល់រីឯគណៈបកខ្មែរឯករាជ្យមានរូបផ្កាឈូក5ជាសញ្ញាសម្គាល់គណៈបកពលករបានជ្រើសរើសយករូបកម្រងផ្កាជានិមិត្តរូបហើយគណៈបកអ្នកឯករាជ្យបានយកសៀវភៅរដ្ឋធម្មនុញ្ញដាក់នៅលើជើងពានជានិមិត្តរូប
ដូច្នេះឃើញថាការបោះឆ្នោតខែកញ្ញាឆ្នាំ1955បានផ្ដល់ជ័យជំនះទៅឲ្យចលនាសង្គមរាស្ត្រនិយមទាំងស្រុងគឺបានដល់ទៅ63,625 សំឡេងក្នុងចំនួនអ្នកដែលបានទៅបោះឆ្នោតទាំងអស់76,1958 នាក់រដ្ឋសភាដែលបានត្រូវចាត់តាំងឡើងមានសិទ្ធិតែជាសមាជិកសង្គមរាស្ត្រនិយមទាំងអស់រីឯភារកិច្ចប្រមុខរដ្ឋាភិបាលបានត្រូវប្រគល់ទៅឲ្យសម្ដេចនរោត្តមសីហនុប៉ុន្តែជាង3ខែក្រោយមកគឺនៅថ្ងៃ3មករាឆ្នាំ1956សម្ដេចនរោត្តមសីហនុទ្រង់បានប្រគល់ភារកិច្ចនេះទៅឲ្យលោកអ៊ុំឈៀងស៊ុនវិញលោកអ៊ុំឈៀងស៊ុនដែលនៅពេលនោះបានត្រូវតែងតាំងជាប្រធានរដ្ឋសភាប៉ុន្តែមុននឹងឈានទៅដល់ឆ្នាំ1956ខ្ញុំសូមលើកឡើងនៅព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅឆ្នាំ1955គឺក្នុងរយៈពេល4ខែក្រោយការបោះឆ្នោតនៅថ្ងៃ14កញ្ញាប្រទេសកម្ពុជាបានត្រូវទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិតាំងពីពេលនោះមកសម្ដេចនរោត្តមសីហនុបានពង្រឹងនយោបាយអព្យាក្រឹតភាពខ្មែរនៅក្នុងឆាកអន្តរជាតិឥតឈប់ឈរសម្ដេចនរោត្តមសីហនុមានកិត្តិនាមយ៉ាងល្បីល្បាញនៅក្នុងឆាកនយោបាយអន្តរជាតិនៅពេលនោះទោះបីពាក្យអព្យាក្រឹតមិនចូលបសម្ព័ន្ធហាក់បីដូចជាមានលក្ខណៈពិបាកនឹងជឿថាអាចមានជំហររឹងប៉ឹងទៅកើតយ៉ាងណាក្តីនៅក្នុងប្រទេសឯនេះវិញរដ្ឋាភិបាលសង្គមរាស្ត្រនិយមជាបន្តបន្ទាប់ដែលប្រសូតចេញពីរដ្ឋសភាដែលមានសិទ្ធិតែជាសមាជិកសង្គមរាស្ត្រនិយមបានជួបនឹងវិបត្តិមួយដ៏ធំខ្ញុំនឹងនិយាយរៀបរាប់អំពីវិបត្តិនេះជាបន្តបន្ទាប់នៅពេលក្រោយទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាគូប្រជែងសំខាន់របស់ចលនាសង្គមរាស្ត្រនិយមមិនមែនគណៈបកប្រជាធិបតេយ្យទេតែគឺចលនាកុម្មុយនីសនៅថ្ងៃ18តុលាគឺ2សប្តាហ៍ក្រោយសមាជលើកទី2នៃចលនាសង្គមរាស្ត្រនិយមសម្ដេចនរោត្តមសីហនុបានធ្វើការទស្សន៍ទាយទុកជាមុនថាបើគណៈបកកុម្មុយនីសកាន់អំណាចគឺច្បាស់ជាអន្តរធានតែម្ដង20ឆ្នាំក្រោយមកអ្វីដែលសម្ដេចនរោត្តមសីហនុបានទស្សន៍ទាយនៅពេលនោះបានคล้ายទៅជាការពិតទាំងអស់ដោយអស់ពេលខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅថ្ងៃប្រខែកក្រោយខ្ញុំនឹងនិយាយរៀបរាប់អំពីសម័យសង្គមរាស្ត្រនិយមជាបន្តទៅទៀត